សួស្តីបងប្អូនអរគ្នាថ្ងៃនេះចង់ស្ងោរផ្ទីឥឡូវនេះគ្រឿងក្រៅខ្ញុំឯងបងប្អូនចិត្តបន្លែផ្ទីធម្មជាតិតែស្ពៃលាយស្ពៃបកូនទីដំបូងខ្ញុំដាក់ខ្លាញ់រាវដាក់ប្រេងឆាឲ្យដាក់ស្បែកជ្រូកនៅខ្លះស្បែកជ្រូកគេអត់យកតែខ្ញុំយកចូលចិត្តតែរាវរៀងក្រៀមចឹងបន្ទាប់មកខ្ញុំដាក់ខ្ទឹមពងអ្នកខ្លះស្ងោរវាអត់ពងតែខ្ញុំពងមួយឆ្អឹងជ្រូកអឹងអីដាក់គ្រឿងក្រៅអាហ្នឹងឈ្ងុយឆ្ងាញ់បងប្អូនធ្វើអញ្ចឹងខ្ញុំចូលចិត្តធ្វើអញ្ចឹងឲ្យស្ងោរហើយតបមកតែសាច់យើងឆ្អិនហើយយើងដាក់ទឹកប្រេងខ្យងទឹកស៊ីអ៊ីវទឹកត្រីស្ករប៊ីចេងអំបិលអញ្ចឹងណាបងប្អូនហើយបងប្អូនមានម្សៅស៊ុបក៏ដាក់ទៀតខ្ញុំអត់មានក៏ខ្ញុំអត់ប្រើទេខ្ញុំប្រើតែគ្រឿងប៉ុណ្ណឹងក៏បានហើយម្រេចអីហ្នឹងគឺជាតិតែម្ដងបងប្អូនហើយសាច់ជ្រូក3ជាន់ខ្ញុំក៏ច្រាំធ្វើឬបោកចាប់ធ្វើជាប្រហិតទីសាច់ជ្រូកច្រាំទីណាបងប្អូនយើងធ្វើចឹងជាតិឥឡូវខ្ញុំហើយលីងសាច់តែឆ្អឹងសិនឥឡូវយើងថាយើងពុំតានេះងាស់ឆ្អឹងឲ្យផុយហើយយើងមកបោកធ្វើជាប្រហិតណាបងប្អូនព្រោះយើងបោកធ្វើជាតាមគ្រួសារយើងបានថាមូលប្រហិតឲ្យមូលយើងក៏បោកឲ្យចូលជាតិជាមួយគ្រឿងយើងដាក់ស្ករប៊ីចេងទឹកត្រីទឹកស៊ីអ៊ីវម្រេចអីដូចយើងស្ងោរដែរណាបងប្អូនតែយើងបាយគ្រឿងឲ្យចូលលាយគ្នាស្លឹកខ្ទឹមសអីហ្នឹងតមកយើងដាក់សាច់ជ្រូកច្រាំឬក៏យើងបងប្អូនយើងមានសិនប្លុកយើងក្លុកឲ្យម៉ត់ណាបងប្អូនសាច់ហ្នឹងហើយយើងបោកទៅបោកយូរបងប្អូនមានស្រោមដៃបងប្អូនបោកមកបោកទៅស្អិតជាប់គ្នាណាពេលហើយបានយើងថាពូតវាជាដុំដូចប្រហិតតែនេះខ្ញុំគ្រាន់ធ្វើចូលក្លាប់ព្រែកជោគម្ដុំដាក់ឆ្នាំងអញ្ចឹងណាបងប្អូននេះទឹកយើងថាមើលសាច់យើងងាស់តែឆ្អឹងផុយហើយខ្ញុំដាក់ប្រហិតចូលហើយប្រហិតហ្នឹងខ្ញុំជោគដុំអញ្ចឹងតែម្ដងណាបងប្អូនហើយបោកអញ្ចឹងគឺជាតិណាបងប្អូនធ្វើបងប្អូននិយាយទៅសាច់អីក៏ដោយបងប្អូនចង់ធ្វើប្រហិតបងប្អូនក៏ច្រាំឲ្យម៉ត់ដាក់គ្រឿងក្រៅអញ្ចឹងឲ្យច្រើនណាបងប្អូនមើលបំណងបងប្អូនអាហ្នឹងដល់ជាតិមកព្រោះយើងលាយគ្រឿងចូលបោកចូលគឺជាតិហ្មងបងប្អូនឥឡូវតែប្រហិតយើងឆ្អិនហើយយើងដាក់បន្លែខ្ញុំមានស្ពៃបកូនតិចហើយផ្ទីធម្មជាតិព្រោះស្ពៃបកូននឹងវាទុកចោលទូយូរអញ្ចឹងយើងដាក់គឺស្ងោរខ្ញុំចូលចិត្តស្ពៃបកូផងឥឡូវខ្ញុំដាក់ហើយបន្ទាប់មកដាក់ផ្ទីបងប្អូនគ្របតែមកពុះលើកផ្ទីបងប្អូនឥឡូវខ្ញុំដួសនេះដាក់ស្រាក់ព្រោះថ្ងៃហ្នឹងភូមិខ្ញុំគេឲ្យឡើងសាលាមុនចុះស្ទូងអញ្ចឹងឡើងសាលានៅអង្គពហុឥឡូវនេះរៀបចំដាក់ស្រាក់មានខ្នុរមានអីចឹងណាបងប្អូនជួយមើល